មន់ដុតទឹកដូងបងប្អូនហើយនៅឡើងឲ្យលើបអលងហ្មងសាច់ចង់ឲ្យបានឆ្ងាញ់បែបនេះបងប្អូនចាំខ្ញុំប្រាប់ពីវិធីធ្វើងាយបានដាក់ចូលមកម៉ាត់និយាយពីថាឆ្ងាញ់ចង់យើងចង់ធ្វើឲ្យឆ្ងាញ់យើងរើសមន់ណាដែលផុយមកយើងមានស្ករអំបិលប៊ីចេងម្សៅស៊ុបទឹកឃ្មុំហើយប្រេងខ្យងទឹកស៊ីអ៊ូខាប់អីហ្នឹងបងប្អូនដាក់លាយវាច្បល់ចូលគ្នាហើយយើងទុកសាច់នឹងចោលរយៈពេល3ម៉ោងឲ្យវាចូលជាតិសិនចាំយើងបងប្អូនយកទៅដាក់ដុតអញ្ចឹងបងប្អូនអញ្ចឹងយើងលាយគ្រឿងមានទឹកត្រីទឹកស៊ីអ៊ូបន្ថែមដែរបងប្អូនដាក់ថាចំណងចំណូលចិត្តយករសជាតិប្រៃផ្អែមតាមបងប្អូនទៅណាហើយយើងដាក់គ្រឿងទាំងអស់ហ្នឹងចូលមកនេះបងប្អូនអញ្ចឹងបងប្អូនអាចស្កប់មើលវីដេអូបានដាក់ទឹកដូងហើយយើងដាក់សាយ៉ងចែកចូលតាមក្រោមយើងដុតវាចំនួន30នាទីដល់ពេលចេញបែបនេះហើយយើងយកវាទៅដាក់ដុតបន្ថែមទៀតណាចំនួន30នាទីទៀតទៅទើបបានចេញបែបនេះបងប្អូនហើយណាធ្វើទៅតាមនឹងមកដុតទឹកដូងសាយ៉ងចេករបស់យើងនេះហើយណាមើលតែពណ៌ចេញមកអូយហើយនិយាយពីក្លិនឈ្ងុយវិញគឺឈ្ងុយមែនតើបងប្អូនធ្វើតែរបៀបដូចខ្ញុំចេះធានាថាមាន់របស់យើងពណ៌ខ្ញង់មកហ្មងមុននឹងញ៉ាំយើងដាក់ idol របស់យើងឲ្យសើមកតិចសិនណាអូជាមួយទឹកកកត្រជាក់អូយឆ្អិនឡើងដល់ក្នុងឡើងល្អហ្មងអូណាសាយ៉ងចេកអូឆ្ងាញ់ខ្លាំងហ្មងស្លាប់មន់ម្ដងណាអូយបាយសបងប្អូនកុំភ្លេចសាក់ធ្វើញ៉ាំណាបាយ